បាទជំរាបសួរលោកគ្រូជាសួស្តីកម្មបងប្អូនសិស្សសាស្ត្រទាំងអស់ក៏ដូចជាមិត្តដែលតាមដែលស្រាវជ្រាវនៅវិទ្យាផងដែរបាទអូខេហើយអញ្ចឹងមកជួបគ្នាសាថ្មីជាមួយនឹងវីដេអូបន្តទៀតពាក់ព័ន្ធជាមួយនឹង Victor ក្នុងមហោធននិមិត្តនៅក្នុងថ្នាក់ទី11បាទអញ្ចឹងមុនចាប់ដើមវីដេអូពឹងឲ្យអ្នកនរនេះជួយ like ជួយ share ចែកម្លែកវីដេអូនេះទៅដល់មិត្តភ័ក្តិរបស់យើងដែលកំពុងតែរៀននៅផ្ទះ online ដោយខ្លួនឯងហើយក៏ដូចជាផ្ដល់កម្លាំងចិត្តឲ្យលោកគ្រូដែរហើយសម្រាប់អ្នកដែលមិនទាន់ចុច subscribe YouTube channel អញ្ចឹងចូល YouTube ហើយ search ពាក្យ Teacher អ៊ុយស្គនរត់ចុច subscribe នេះមួយផងអ្នកមិនទាន់បានចុច like page follow page អញ្ចឹងចូលក្នុង Facebook search ពាក្យលោកគ្រូអ៊ុយស្គនរត់ហើយចុច follow ម្នាក់មួយផងណាអរគុណច្រើនអូខេហើយអញ្ចឹងគឺកុំឲ្យខាតពេលវេលាយូរចាប់ដើមនៅវីដេអូនេះម្ដងអញ្ចឹងសម្រាប់វីដេអូមួយនេះគឺលំហាត់គំរូទី2ពាក់ព័ន្ធជាមួយនឹងការមានសម័យកាលទូទៅនៃស្វែដែលបានមកពីការពលាតហើយតមកគេយើងរកផ្ចិតរកកម្មបាទរកផ្ចិតរកកម្មប្រធានលំហាត់គូដៅហ្នឹងគឺចង់យើងទៅសេជាសម័យកាលស្តង់ដារនៃស្វែហើយតមកគេយើងរកផ្ចិតហើយនឹងរកប្រវែងកម្មបាទអូខេហើយអញ្ចឹងនឹងការរកវាកន្លែងនេះយើងអាចទៅសេវាបាទអ្វីដែលយើងត្រូវការចេះដឹងចំណេះដឹងយើងយកប្រើនៅក្នុងសំណួរមួយនេះគឺត្រូវការចេះរូបមន្តឯលក្ខណៈភាព a ដក b លើជាការ៉េឬក៏ a បូក b លើជាការ៉េតែយើងប្រើប្រចាំវិញគឺប្រើ a ការ៉េបូកដក 2ab បូក b ការ៉េវានឹងក្លាយជា a បូកដក b លើជាការ៉េបាទអញ្ចឹងជាដំបូងយើងត្រូវទៅសេវាទៅជាសម័យកាលស្តង់ដារនៃស្វែជាមុនសិនបាទកន្លែងហ្នឹងគឺទៅសេវាទៅជាស្តង់ដារនៃស្វែគឺយើងជំហាននៃការដើរដំបូងមានថាយើងត្រូវយក x ដាក់ក្បែរ x គ្នាវាបាទហើយយក y ដាក់ក្បែរ y គ្នាវាអញ្ចឹងនេះ y អត់មាន y ទេអញ្ចឹងវានៅ y តែឯងហើយ z ដាក់ក្បែរ z គ្នាវាអញ្ចឹងគឺបូក z ការ៉េដក 10z ហើយ91នេះគឺអត់មានអញ្ញាតទេរួចមានមកខាងស្ដាំទៅបាទទៅជាដក91បន្ទាប់មកអ្វីយើងត្រូវការប្រើហ្នឹងគឺបំបីរូបមន្តនេះគឺយើងត្រូវការប្រើរូបមន្តអីគេឯលក្ខណៈភាពគឺ a ការ៉េបូកដក 2ab បូក b ការ៉េคล้ายទៅជា a បូកដក b លើកជាការ៉េអញ្ចឹងបើសិនជា2ដង ab នឹងបូកចានេះចេញបូកបើ2ដង ab នឹងដកចានេះគឺចេញដកបាទអូខេហើយអញ្ចឹងឡើយនេះខ្ញុំក៏បំបី19នេះសំដៅ18នេះឲ្យទៅជា2ដងគុណនឹង x បាទ2ដងឡើយហ្នឹងគឺ2គុណនឹង x អញ្ចឹងត្រូវគិតថាតើគុណនឹងប្រមាណគុណនឹងប្រមាណស្មើនឹង18អញ្ចឹងគឺគុណនឹង9អញ្ចឹងឡើយខ្ញុំសេទៅ2គុណ9គុណ x អញ្ចឹងតាមយើងត្រឡប់ទេអញ្ចឹងគឺខ្ញុំទៅសេដោយរួមមុនគឺ2គុណ x ហើយត្រូវស្វែងរក b អញ្ចឹង b យើងគឺ9អញ្ចឹងអាប៉ុណ្ណឹងគុណគ្នាទូទាត់វិញទៅគឺស្មើនឹង18វិញដដែលទេគឺ 18x ដែរហើយវាចូលរួមមុនគឺ2ដងនៅខាងមុខហើយទៅមក x ការ៉េយើងគឺជា x យើងគឺជា a បាទអញ្ចឹងហើយគុណនឹង b 9ហើយអញ្ចឹងអា b ការ៉េយើងអត់មានទេអញ្ចឹងយើងក៏បន្ថែម b ការ៉េចូលអញ្ចឹងដែលយើងដឹងថា b វាគឺជា9អញ្ចឹងយើងក៏បន្ថែម b ការ៉េចូលគឺបូក9ការ៉េហើយទៅមកបើយើងថែម9ការ៉េដែលជួរខាងលើយើងអត់មាន9ការ៉េទេយើងថែម9ការ៉េហ្នឹងយើងក៏ដក9ការ៉េនៅកន្លែងហ្នឹងវិញឬក៏យើងអាចបូក9ការ៉េឆ្វេងហើយយើងក៏បូក9ការ៉េនៅខាងស្ដាំសញ្ញាស្មើនេះសញ្ញាស្មើនេះអង្គស្ដាំសញ្ញាស្មើនេះបូក9ការ៉េដែរទៅក៏បានដែរតែនេះខ្ញុំដាក់ថាបូក9ការ៉េហ្នឹងដក9ការ៉េហ្នឹងដែរអញ្ចឹងពីរតួហ្នឹងចេញរូបរាងថ្មីមកប៉ុន្តែតម្លៃវានៅដដែលអត់មានលើសអត់មានខ្វះអីទេបាទវានៅតែ x ការ៉េបូក 18x ដដែលទេបាទអូខេហើយទៅមកមួយទៀតក៏ដូចគ្នាដែរអញ្ចឹងគឺសម្រាប់ y ការ៉េអញ្ចឹង y ការ៉េអត់មានអីតួហែកទេអញ្ចឹងគឺដាក់ y ការ៉េដែរហើយ z បាទនេះ z ការ៉េអញ្ចឹងគឺកន្លែង 10z នេះខ្ញុំក៏សេទៅជាដកកន្លែងសញ្ញានេះដកហើយ2ដងគុណ5គុណ z បាទអញ្ចឹងមានន័យថាកន្លែង10នេះវាបានមក2គុណជាមួយនឹង5អញ្ចឹងហើយគុណនឹង z អញ្ចឹង z គឺ z ការ៉េអញ្ចឹង z គឺជាតួ a ហើយ5នេះគឺជាតួ b ដែលយើងត្រូវបន្ថែមអញ្ចឹងយើងក៏បូកថែម b ការ៉េបូក5ការ៉េអញ្ចឹងពេលយើងបូក5ការ៉េយើងក៏ដក5ការ៉េវិញដូចគ្នាបាទហើយស្មើជាមួយនឹងដក91បន្ទាប់មកអ្វីត្រូវការគឺត្រូវការតែ3តួនេះទេបាទត្រូវការតែ3តួទេបាទអញ្ចឹងអា3តួនេះនឹងคล้ายទៅជារូបមន្ត a ការ៉េបូក 2ab បូក b ការ៉េបាទអញ្ចឹងវាคล้ายជា a យើង x b យើងគឺ9ហើយសញ្ញាកន្លែង2ដងនេះគឺសញ្ញាបូកអញ្ចឹងដាក់បូក x បូក9លើជាការ៉េហើយតមកសល់ដក9ការ៉េនេះអញ្ចឹងដក9ការ៉េយើងរុញវាស្ដាំទៅជាបូក9ការ៉េទៅយកត្រូវការវាទេតមកបូក y ការ៉េក
កន្លែង z នេះ z ការ៉េដក2 5គុណ z បូក5ការ៉េអញ្ចឹង3តួហ្នឹងវានឹងបញ្ចូលគ្នាតែមួយហើយសញ្ញាទៅជា z សញ្ញា2ដងនេះគឺដកអញ្ចឹងវាទៅជា z ដក5ដូចជាការ៉េហើយអាដក5ការ៉េនេះរុញមកស្ដាំទៅជាបូក5ការ៉េបាទហើយអញ្ចឹងយើងក៏คล้ายទៅជា x បូក6លើជាការ៉េបូក y ការ៉េបូក z ដក5លើជាការ៉េស្មើនឹង10 15ទូទាត់ស្ដាំហ្នឹងឃើញ15បាទហើយបន្តមកទៀតអញ្ចឹងយើងត្រូវយើងនេះគឺរួចរាល់សំណួរដែលយើងទៅសេយើងមិនការស្តង់ដារនៃ sphere បាទអញ្ចឹងគឺរួចរាល់ប៉ុណ្ណឹងបាទគឺបញ្ចប់តែប៉ុណ្ណឹងចូលដល់ជំហានបន្តអញ្ចឹងត្រូវបែងចែកសំណួរជា2ផ្នែកហ្នឹង2ផ្នែកផ្នែកទី1សេសមីការ sphere ផ្នែកទី2គឺរកផ្ចិតនិងកម្មបាទអញ្ចឹងនេះរកផ្ចិតនិងកម្មអញ្ចឹងយើងក៏ដាក់តាមរូបមន្តនៃសមីការ sphere របស់យើងរូបមន្តសមីការស្តង់ដារនៃ sphere យើងហ្នឹងគឺ x ដក a លើជាការ៉េបូក y ដក b លើជាការ៉េបូក z ដក c លើជាការ៉េស្មើ r ការ៉េហ្នឹងហើយអញ្ចឹងក្នុងការរកផ្ចិតនិងកម្មផ្ចិតយើងបានសូត្រហើយផ្ចិតគឺអីគេ a b c អញ្ចឹងតម្លៃក៏នៃផ្ចិតគឺបានមកពីតម្លៃ a តម្លៃ b និងតម្លៃ c កម្មគឺ r អញ្ចឹងយើងត្រូវការរកអក្សរ a b c និងអក្សរ r ហ្នឹងអញ្ចឹងនេះរូបមន្តសមីការ sphere ហើយនេះគឺជាសមីការស្តង់ដារនៃ sphere ដែលយើងបានទៅសេហើយហ្នឹងអញ្ចឹងយើងក៏ទាញទៅបាទអញ្ចឹងគឺរូបរាងនេះមើល x បាទ x ហើយឡើយនេះគឺអីគេដក a អានេះរូបមន្តដក a ដល់ពេលយើងរបស់យើងគឺ x បូក9មានថាម៉េចកន្លែងហ្នឹងបាទអញ្ចឹងកន្លែងហ្នឹងបើយើងថាសួរ a ស្មើប៉ុន្មាន a ស្មើប៉ុន្មាន a ស្មើ9 no អត់ត្រូវទេអត់ត្រូវទេអញ្ចឹងគឺមានថារូបមន្ត x ដក a ហើយកន្លែងនេះ x បូក9អញ្ចឹងអាបូកហ្នឹងបានមកពីណាបើរូបមន្តដកហ្នឹងអញ្ចឹងមានថារូបមន្តគឺដកហើយមានន័យថា a យើងគឺដក9បាទនេះតើតដកកតាដក9ទៅខ្លាយបូក9អញ្ចឹង x ដកកតាដក9មានន័យថាហើយអញ្ចឹង x ដកហើយអានេះក៏ x ដកដែរអញ្ចឹងមានថា a យើងគឺមិនមែនលេខ9 a យើងគឺដក9បាទកន្លែងហ្នឹងអញ្ចឹងបើសញ្ញាកន្លែងនេះខុសគ្នាអញ្ចឹងតម្លៃ a b c ហ្នឹងគឺមិនមែនលេខហ្នឹងទេគឺត្រូវមានសញ្ញាដកមួយទៀតបាទព្រោះវាបូកហ្នឹងវាបានមកពីសញ្ញាដកគុណដកបាទអញ្ចឹងកន្លែងនេះ a យើងគឺដក9ហើយ b យើងអីគេ y នេះគឺ y ការ៉េហើយរបស់គេ y ដក b អញ្ចឹង y ការ៉េវាបានមកពី y ដក0លើកជាការ៉េអញ្ចឹងគឺ b ស្មើនឹង0ហើយដល់ពេលនេះគឺ z ដក c ដូចគ្នាអញ្ចឹងសញ្ញាដកដូចគ្នាអញ្ចឹង c យើងគឺស្មើនឹង5ធម្មតាអូខេហើយចុះ15ជាអី15ជា r មែនមែនទេបាទព្រោះរូបមន្តគឺលេខខាងស្ដាំហ្នឹងគឺជា r ការ៉េបាទអញ្ចឹងមានន័យថា r ការ៉េស្មើនឹង15អញ្ចឹង r យើងមិនមែន15ទេ r យើងគឺពាក់ radical លើ15អញ្ចឹង r ស្មើនឹងឬ10 15ធម្មតាបើយើងពាក់ radical ចេញបូកដកប៉ុន្តែដោយសារវាជាប្រវែងយើងអត់ចាំបាច់ដាក់បូកដកទេប្រវែងគឺអូតូទិកត្រូវបូកអញ្ចឹងឡើយនេះគឺ r ស្មើនឹងបូកឬ10 15អូខេយើងស្គាល់អក្សរទាំង4ហ្នឹងហើយ a b c r យើងអាចទាញបានហើយអញ្ចឹងដូចនេះsphere យើងគឺមានផ្ចិត i ដាក់ a b c ចូលទៅអញ្ចឹង a គឺ abscisse ដក9 b គឺ r នៃ y 0ហើយ c គឺជាកូដ z ស្មើ5ហើយដល់ពេលនឹងកម្ម r ស្មើនឹងឬ10 15អូខេនេះគឺជាការសរសេរសមីការស្តង់ដារនៃ sphere ដែលសរសេរបំលែងពីទូទៅមកជាស្តង់ដារហើយនឹងបន្តទៀតរកផ្ចិតហើយនឹងកម្មបាទដូចនេះដែរសម្រាប់អក្សរខតែអក្សរខខុសគ្នាបន្តិចខុសគ្នាយ៉ាងម៉េចគឺខុសត្រង់នេះមានការ៉េនេះសំទោសមានលេខមេគុណមុខនេះមុខ x ការ៉េ y ការ៉េ z ការ៉េហ្នឹងបាទអញ្ចឹងកាលណាយើងមានលេខមេគុណនៅពីមុខ x ការ៉េ y ការ៉េ z ការ៉េនេះយើងអត់ឆ្នៃដូចអាមិញយកតែម្ដងទេយើងត្រូវបំបត្តិលេខមេគុណនឹងចោលសិនបាទយើងត្រូវបំបត្តិលេខមេគុណនឹងចោលសិនហើយអញ្ចឹងបំបត្តិយ៉ាងម៉េចគឺបំបត្តិដោយការចែកនឹងលេខ9នឹងទាំងអស់គ្នាបាទអញ្ចឹងធ្វើការចែកនឹង9ទាំងអស់គ្នាចុះមានករណីដែលលេខនឹងម្ដង9ម្ដង8អីអត់បាទអត់មានទេកន្លែងហ្នឹងគឺលេខហ្នឹងគឺត្រូវតែដូចគ្នាទាំងអស់ហ្មងបើ9 9ទាំងអស់គ្នាបើ4 4ទាំងអស់គ្នាបើ3 3ទាំងអស់គ្នាទៅបាទអញ្ចឹងបើ9ទាំងអស់គ្នាយើងចែកនឹង9ទៅចុះអានេះអត់ចែក9ដែរគឺចែកទាំងអស់បាទអា0នេះក៏ចែក9ដែរបាទត្រូវចែក9ទាំងអស់គ្នាហ្នឹងហើយ0ក៏ត្រូវចែក9ដែរតោះមកអញ្ចឹងគឺគោលដៅនៃការចែកគឺចែកដើម្បីបំបត្តិមេគុណ x ការ៉េ y ការ៉េ z ការ៉េកន្លែង x y z នេះចង់សល់អីសល់ទៅយើងអត់ខ្វល់ទេអញ្ចឹងធ្វើចែកទៅអញ្ចឹងបាន x ការ៉េអានេះគឺសល់ y ការ៉េកន្លែងនេះសល់ y ការ៉េអានេះសល់ z ការ៉េអានេះវិញសល់សម្រួលចោលនៅសល់2លើ3បាទអញ្ចឹងខ្ញុំក៏សេ x ដាក់ក្បែរគ្នាហើយណាកេងជួលហ្នឹងហើយទៅមក y ការ៉េអានេះចែកទៅដាច់បាន 2y បាទហើយ z ការ៉េនេះសល់តែឯងអត់មានទេអញ្ចឹងគឺបូក z ការ៉េហើយអានេះគឺ6លើ9បោះវាមកស្ដាំអានេះ0ចែក9បាន0បោះអានេះមកស្ដាំជាដក1លើ9បាទអញ្ចឹងគឺដក1លើ9អូខេហើយបន្តមកអញ្ចឹង x ដាក់ក្បែរ x គ្នាវា y ដាក់ក្បែរ y ដាក់ក្បែរ y គ្នាវា z អត់មានទេមានតែឯង
ok ចាប់ដើមបំបែកវាបាទហើយអញ្ចឹងកន្លែងបំបែកវាកន្លែងនេះគឺជា 2ab ហើយអញ្ចឹង 2ab យើងត្រូវការ2ដងគុណ x អញ្ចឹងត្រូវគុណនឹងប្រមាណដើម្បីចេញ2លើ3 2នឹងគុណប្រមាណស្មើ2លើ3ព្រោះយើងចង់បំបែកវាទេឲ្យបំបែកចេញជាផលគុណដែលផលគុណនឹងមានតម្លៃស្មើខាងលើវិញដដែលអញ្ចឹងត្រូវយក2នឹងគុណប្រមាណស្មើ2លើ3អញ្ចឹងគឺគុណជាមួយនឹង1លើ3គុណវិភាគបាទ1លើ3អញ្ចឹង2គុណ1លើ3វាខ្លាយជា2លើ3ហើយបាទអូខេហើយអញ្ចឹង2គុណ1លើ3គុណ x អញ្ចឹងអា1លើ3នឹងខ្លាយទៅជាតួ b បាទព្រោះ a នេះ x យើងគឺតួ a បាទអញ្ចឹងយើងក៏បូកថែម b ការ៉េបាទអូខេហើយសម្រាប់ y ការ៉េជាមួយនឹង 2y នេះគឺ 2y ក៏សេសំទោសកន្លែងនេះយើងបូក complex ណាគេបូកថែម1លើ3លើជាការ៉េហើយយើងត្រូវបូកថែមត្រូវដកវិញបាទត្រូវដក1លើ3លើជាការ៉េវិញបាទអញ្ចឹងគឺតើអត់ដកវិញទេគឺខុសហើយព្រោះរបស់ដើមសមីការដើមនេះគឺអត់មាន1លើ3លើជាការ៉េដល់យើងថែម1លើ3យើងត្រូវតែដក1លើ3លើជាការ៉េវិញដើម្បីឲ្យសមីការថ្មីស្មើនឹងសមីការចាស់បាទអូខេហើយតមកទៀតអញ្ចឹងកន្លែងនេះយើងក៏ចាប់ដើមបំបែកវាដូចគ្នាបាទបំបែកអា 2y នេះបាទអញ្ចឹងគឺ y ការ៉េអា 2y នេះក៏សេទៅជា2គុណនឹង1គុណនឹង y អញ្ចឹង1នេះគឺនឹងដើរតួជាតួ b បាទដើរតួជាតួ b អូខេហើយអញ្ចឹងយើងក៏ត្រូវបូកមួយ b ការ៉េគឺបូកជាមួយនឹង1ការ៉េអញ្ចឹងពេលយើងបូក1ការ៉េចូលហើយបូកតួ b ចូលហើយអញ្ចឹង complex ដក1ការ៉េវិញព្រោះ1ការ៉េហ្នឹងអត់មានពីមុនអត់មានទេអញ្ចឹងគឺដក1ការ៉េវិញហើយតមក z ការ៉េតឯងស្មើជាមួយនឹងដក1លើ9អូខេហើយតមកបញ្ចូល3តួនេះចូលគ្នាបាទហើយអានេះក៏ដូចនេះបញ្ចូល3តួនេះចូលគ្នាដែរហើយអញ្ចឹងបញ្ចូលវាទៅគ្នាទៅចូលគ្នាទៅជា a យើងគឺ x b យើងគឺអាក្រមការ៉េនេះគឺ1លើ3អញ្ចឹង x ដក1លើ3លើជាការ៉េអត់មានការ៉េទៀតទេណាតិចតែ a ដាក់ការ៉េដែរអត់ទេបាទអញ្ចឹង x ដក1លើ3លើជាការ៉េហើយអានេះគឺរុញវាទៅស្ដាំទៅបាទអញ្ចឹងវាទៅជាបូក1លើ3លើជាការ៉េហើយ3តួ y នេះដាក់ចូលគ្នាដែរអញ្ចឹងតួ a នៅក្រោមការ៉េគឺ y ហើយនៅក្រោមការ៉េស្ដាំនេះគឺលេខ1អញ្ចឹងវាទៅជា y ហើយកន្លែង2ដងនេះបូកដាក់បូក y បូក1លើកជាការ៉េហើយតួ z តែឯងបាទអូដក1នេះបោះមកស្ដាំទៅជាបូក1បែបនេះបាទអូខេហើយ z ការ៉េនៅតែឯងអូខេអញ្ចឹងគឺរួចរាល់យើងក៏ទូទាត់ខាងស្ដាំទៅខាងឆ្វេងគឺបានហើយទៅជា x ដក1លើជាការ៉េបូក y បូក1លើជាការ៉េបូក z ការ៉េស្មើនឹងស៊ីសងទៅអានេះទូទាត់អស់បាទសល់1អូខេអញ្ចឹងយើងបានសរសេរសមីការស្វែទៅជាសមីការស្តង់ដារហើយអញ្ចឹងយើងក៏ចាប់ដើមរកផ្ចិតហើយនឹងកម្មបាទអូខេហើយអញ្ចឹងយើងក៏ចាប់ដើមដាក់រូបមន្តសមីការស្តង់ដារនៃស្វែរបស់យើងចូលដើម្បីទាញរកអក្សរ4ដើម្បីរកផ្ចិតហើយនឹងកម្មទៅការអក្សរ4ផ្ចិតទៅការអក្សរ3កម្មអក្សរ A1 បាទអូខេហើយអញ្ចឹងគឺយើងដាក់ចូលមកអញ្ចឹងយើងចាប់ដើមផ្ទឹមវាទៅបាទអញ្ចឹង x ដកអានេះក៏ x ដកអញ្ចឹងដូចគ្នាអញ្ចឹង a យើងគឺស្មើនឹង1លើ3បាទហើយអានេះ y ដកអានេះក៏តែរបស់យើងគឺ y បូកបាទអញ្ចឹងគឺមានថា b យើងគឺសញ្ញាដកបាទអញ្ចឹង b យើងគឺដក1ហើយតើអានេះគឺ z ទៅទេហ្នឹងគឺ z ដក0លើកជាការ៉េអញ្ចឹងមានថាតួ c យើងគឺស្មើនឹង0ហើយលេខ1នេះគឺជា r ការ៉េបាទអញ្ចឹង r ការ៉េស្មើ1ទៅទាញរក r ទៅពាក់ឬការ៉េលើ1នៅតែ1ដដែលអញ្ចឹងពេលនេះយើងទទួលបានផ្ចិតយើងគឺ i 1លើ3ក្បៀសដក1 0ហើយនឹងកម្ម r ស្មើនឹង1អូខេអញ្ចឹងគឺយើងរួចរាល់ហើយយើងអាចទទួលបានផ្ចិតហើយនឹងកម្មហើយបាទអូខេហើយអញ្ចឹងការសរសេរសមីការស្វែទូទៅនៃស្វែទៅជាសមីការស្តង់ដារហើយនឹងការទាញរកផ្ចិតនឹងកម្មហើយអញ្ចឹងឡើយបើគេបិទសំណួររកសមីការស្វែចេញអញ្ចឹងគេឲ្យយើងរកផ្ចិតនឹងកម្មក៏ដូចគ្នាយើងត្រូវដើរទាំងអស់ហ្នឹងឯងដើរទាំងអស់ហ្នឹងដើម្បីរកផ្ចិតនឹងកម្មបានបាទអូខេហើយអញ្ចឹងវីដេអូគ្រូមានតែប៉ុណ្្នឹងដែរហើយសង្ឃឹមថាបងប្អូននឹងយល់ខ្លឹមសារមេរៀនហើយអរគុណដែលបានយកចិត្តទុកដាក់តាមពីដើមរហូតដល់ចប់ណាហើយសម្រាប់ការមានចម្ងល់ពាក់ព័ន្ធជាមួយនឹងវីដេអូមួយនេះបងប្អូនអាច comment សួរនៅក្នុង YouTube ក៏បាន comment សួរក្នុង Facebook page ក៏បានហើយឬក៏អាចឆាតតាមរយៈ Telegram 015 98 9993ដោយ089 57 56 47អូខេហើយអញ្ចឹងអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយបន្តទៀតបាយបាយ